នាងខ្ញុំគ្រូដុំយ៉ាភាជានិស្សិតបរិញ្ញាបត្រគ្រប់គ្រងអប់រំនៃមហាវិទ្យាល័យអប់រំចំណិតទី1នៃការិយាល័យអប់រំស្រុកចំការចា៎នាងខ្ញុំឡើងមកនេះគឺដើម្បីធ្វើបទបង្ហាញរបាយការណ៍ស្រាវជ្រាវស្ដីអំពីបណ្ដាលមាននិវត្តការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀននៅសាលាមត្តេយ្យសិក្សាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យនៃការិយាល័យអប់រំជនកីឡាស្រុកចំការខេត្តបន្តមានជ័យសមាជិកក្រុមនាងខ្ញុំមាន2នាក់ត្រីដុំចន្ទាទី2គឺលោកថែមសច្ចាចាហើយជាបន្តនេះគឺនាងខ្ញុំសូមជម្រាបពីមាតិកាចាទី1ទំព័រទី1នៃអ្នកស្វែងរកទំព័រទី2ការរំលឹកទស្សនៈទំព័រទី3វិធីសាស្ត្រស្រាវជ្រាវទំព័រទី4លទ្ធផលសិក្សាស្រាវជ្រាវទំព័រទី5សេចក្តីសន្និដ្ឋាននិងអនុសាសន៍ទំព័រទី6ឯកសារយោងទំព័រទី7ឧបសម្ព័ន្ធចាជាបន្តនេះខ្ញុំសូមបង្ហាញទៅលើទំព័រទី1សេចក្តីដើមសាវតាចក្ខុវិស័យជានេះផ្ដល់នូវចំណេះដឹងបំណិនកិរិយាបថជាមូលដ្ឋានដល់កុមារនិងមនុស្សពេញប្រវ័យនៅសេវាអប់រំប្រកបដោយសមត្ថភាពសិលធម៌គុណភាពប្រសិទ្ធភាពដែលមានការទទួលស្គាល់ពីគ្រប់ស្ថាប័នបេសកកម្មដើម្បីសម្រេចចក្ខុវិស័យខាងលើយើងបានបង្កើតនៅបេសកកម្មចម្បងដូចខាងក្រោមការកសាងសមត្ថភាពដល់មន្ត្រីអប់រំគ្រប់កម្រិតថ្នាក់បង្កើនសាលាមានស្តង់ដារជាប្រសិទ្ធភាពឬសាលាមានស្តង់ដារគំរូឲ្យបានជាជំហានវិធានគៀងគរធនធានកម្លាំងពីគ្រប់ទិសទីដើម្បីឲ្យចូលរួមអភិវឌ្ឍវិស័យអប់រំឲ្យមាននិរន្តរភាពទៀងពង្រឹងការរៀនជននិងកុមារដោយរៀបចំក្លឹបសហគមន៍កុមារនិងយុវជនតាមសាលារៀននៅក្រៅសាលាដើម្បីអប់រំចំណេះដឹងបំពេញសមត្ថភាពសុខភាពសិលធម៌ជាពលល្អមិត្តល្អសិស្សល្អជាពលរដ្ឋល្អនិងអភិវឌ្ឍវិស័យអប់រំកីឡាដើម្បីរួមចំណែកក្នុងការថែទាំសុខភាពរាងកាយមកនួនដល់កុមារយុវជននិងជាពលរដ្ឋទូទៅគ្រប់គ្រងនៅកំណត់ជួយប្រើរបស់អ្នកពាក្យព័ន្ធសម្ដៅទៅលើការអភិវឌ្ឍនិងការលើកកម្ពស់គុណភាពសិក្សារបស់កុមារនិងយុវជនដើម្បីមូលធនមនុស្សសម្រាប់ការចូលរួមចំណែកសម្រាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ2030ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់មធ្យមនិងឆ្នាំ2050ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលស្រុកចំការចាប់ពីឆ្នាំ1979ដល់បច្ចុប្បន្នបានធ្វើការផ្លាស់ប្ដូរទីតាំងចំនួន9កន្លែងមានដំបូងឆ្នាំទី1គឺ1979ស្ថិតនៅកន្លែងពាណិជ្ជកម្មស្រុកបន្ទាប់មកឆ្នាំ1984ស្ថិតនៅក្នុងសាលាស្រុកចំការបន្ទាប់មកទៀតឆ្នាំ1997ផ្លាស់ទៅជាសាលាបឋមសិក្សាចំការចុងក្រោយឆ្នាំ2007មានទីតាំងនៅសាលាវិទ្យាល័យហ៊ុនសែនចំការដោយមានផ្ទៃដី30ម៉ែត្រគុណនឹង60ម៉ែត្រដែលមានផ្ទៃកន្លះសរុបចំនួន1800ម៉ែត្រការ៉េស្ថិតនៅភូមិអន្ទាយថ្មីភូមិចំការស្រុកចំការខេត្តឧត្តរមានជ័យមានចម្ងាយប្រមាណជា469គីឡូម៉ែត្រពីរាជធានីភ្នំពេញគិតពីវត្តភ្នំតាមផ្លូវជាតិលេខ6រួចបន្តមកលេខ68ចម្ងាយផ្លូវនេះត្រូវចំណាយពេលប្រហែលជា7ម៉ោងនិង23នាទីទើបធ្វើដំណើរដោយរថយន្តមិនឈប់សម្រាកសោះចេញពីវត្តភ្នំមានអគារចំនួន2ខ្នងស្មើនឹង4បន្ទប់ការិយាល័យអប់រំយុវជននិងកីឡាមានបន្ទប់សម្រាប់មន្ត្រីបំពេញការងារចំនួន3បន្ទប់
និងសាលសម្រាប់ប្រជុំចំនួន1បន្ទប់ក្នុងនោះចែកចែងជា10ផ្នែកគឺផ្នែកការងាររដ្ឋបាលនិងបុគ្គលិកផ្នែកពាក្យបណ្ឌិតផ្នែកផែនការផ្នែកទ្រព្យសម្បត្តិរដ្ឋផ្នែកអប់រំកុមារតូចផ្នែកបឋមសិក្សាផ្នែកមធ្យមសិក្សាចំណេះទូទៅផ្នែកអប់រំក្រៅប្រព័ន្ធផ្នែកសុខភាពសិក្សានិងយុវជននិងកីឡាចានេះគឺជាផែនទីដែលចេញមកពីភ្នំពេញមកដល់ខេត្តឧត្តរមានជ័យចាហើយនៅខាងនោះមួយទៀតគឺជាផែនទីស្រុកចំការហើយរូបភាពខាងក្រោមនេះគឺជារចនាសម្ព័ន្ធគ្រប់គ្រងក្នុងស្រុកចំការរចនាសម្ព័ន្ធគ្រប់គ្រងកាយរដ្ឋក្រមជើងកីឡានៃរដ្ឋបាលស្រុកចំការបច្ចុប្បន្នគ្រប់គ្រងមានចំនួន11នាក់នៅក្នុងនោះគឺមានលោកប្រធានហើយនិងអនុប្រធានចំនួន3នាក់ហើយនិងសមាជិកចំនួន7នាក់តាំងពីកកើតរហូតដល់បច្ចុប្បន្ននេះកាយរដ្ឋក្រមជើងកីឡានៃរដ្ឋបាលស្រុកចំការមានអ្នកគ្រប់គ្រងចំនួន9នាក់តារាងខាងក្រោមសង្ខេបរំលឹកនៃបញ្ហាហេតុផលធំៗចំនួន5ដែលនាំឲ្យខ្ញុំសម្រេចចិត្តដាក់ពាក្យសិក្សានៅក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានដូចទី1គឺបង្កើនគុណវុឌ្ឍិផ្ទាល់ខ្លួនដើម្បីជាមូលដ្ឋានមនុស្សសម្រាប់ការចូលរួមចំណែកសម្រាប់ពុទ្ធវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ2030ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ខ្ចង់និង2050ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ចូលរួមចំណែកក្នុងការធ្វើកំណែតម្រង់សាលារៀនឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការអនុវត្តកិច្ចការងារស្នូលក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រសហគមន៍សាលារៀនដែលមិនត្រូវសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យអប់រំភូមិន្ទភ្នំពេញទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងដំណើរការគ្រប់គ្រងតាមសាលារៀនជាពិសេសនៅក្នុងបរិបទការគ្រប់គ្រងសាលារៀននិងយុទ្ធសាស្ត្រសហគមន៍សាលារៀនឲ្យស្របទៅតាមបរិបទសង្គមនិងចក្ខុវិស័យកំណែតម្រង់ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជាបង្កើនទំនាក់ទំនងនិងបណ្ដាញនានាជាមួយអ្នកអនុវត្តផ្ទាល់លើកិច្ចការងារសាលារៀនតាមរយៈការមកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជួយពង្រឹងដល់ការគ្រប់គ្រងនិងអភិវឌ្ឍសាលារៀនឲ្យកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរឡើងមានឱកាសធ្វើការផ្លាស់ប្ដូរបទពិសោធន៍នានាជាមួយអ្នកសិក្សាដទៃទៀតដែលទាក់ទងទៅនឹងឧត្តមមានវត្តនៃការអនុវត្តការគ្រប់គ្រងសាលារៀននិងយកបទពិសោធន៍ទៅអភិវឌ្ឍសាលារៀនរបស់ខ្លួនឲ្យសម្រេចស្តង់ដារសាលារៀនគំរូនិងឆ្ពោះទៅរកនិរន្តរភាពគោលបំណងឬក៏វត្ថុបំណងនៃការស្រាវជ្រាវនេះមានគោលបំណងដើម្បីចាំក្រោមករណីសិក្សាអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបុគ្គលនិងចាំក្រោមករណីសិក្សាអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបណ្ដាញវត្ថុបំណងនៃការស្រាវជ្រាវចាំក្រោមបទពិសោធន៍នៃការអនុវត្តការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនរបស់អ្នកសិក្សានីមួយៗសិក្សាពីមេរៀនបទពិសោធន៍ការអនុវត្តការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនដោយផ្ដោតលើភាពជោគជ័យនិងបរាជ័យដែលបានអនុវត្តកន្លងមកចែករំលែកពីឧត្តមមានវត្តតូចៗដែលអ្នកសិក្សាមានមោទនភាពក្នុងការអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនចាំក្រោមករណីសិក្សាស្ដីពីការអនុវត្តការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបណ្ដាញរបស់អ្នកសិក្សាតើបរិបទសោតនៃការអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនរបស់អ្នកសិក្សានីមួយៗមានលក្ខណៈយ៉ាងដូចទេតើមេរៀនបទពិសោធន៍ការអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនដោយផ្ដោតលើភាពបរាជ័យមេរៀនបទពិសោធន៍ដែលបានសិក្សាបានអនុវត្តកន្លងមកមានអ្វីខ្លះតើដល់មានវត្តតូចដែលអ្នកសិក្សាមានមោទនភាពក្នុងការអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនមានអ្វីខ្លះពីតើការអនុវត្តកិច្ចការយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបណ្ដាញរបស់អ្នកសិក្សាមានលក្ខណៈយ៉ាងដូចនេះខ្លះចំពោះ2ការរំលឹកទ្រឹស្ដី
ការពន្យល់ពាក្យពលិការគ្រប់គ្រងសាលារៀនសំដៅលើដំណើរការធ្វើវិមជ្ឈការដោយមានការផ្ទេរអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដើម្បីពន្លឿនដំណើរការគ្រប់គ្រងសាលារៀននិងអាចឆ្លើយតបទៅនឹងតម្រូវការសហគមន៍ជាពិសេសបប្រតិបត្តិនៃការគ្រប់គ្រងតាមសាលារៀនដល់លើកំណែតម្រង់សេវាសាធារណៈអភិបាលកិច្ចរដ្ឋបាលនិងការគ្រប់គ្រងគេដៃវត្ថុការគ្រប់គ្រងតាមសាលារៀនមានប្រព័ន្ធ 3A បញ្ជាក់ដែលជួយជំរុញដល់ការអភិវឌ្ឍគ្រប់គ្រងសាលារៀនឲ្យសម្រេចស្តង់ដារសាលារៀនមានប្រសិទ្ធភាពស្តង់ដារទាំង9និងលើកកម្ពស់ឱកាសទទួលបានអប់រំពេញមួយជីវិតយុទ្ធសាស្ត្រសហគមន៍សាលារៀនសំដៅលើដំណើរការនៃការអនុវត្តនិងការអភិវឌ្ឍសាលារៀនរបស់ខ្លួននិងសាលារៀនដទៃទៀតនៅក្នុងសហគមន៍ដែលស្របទៅនឹងប្រព័ន្ធ 6A បញ្ជាក់គឺស្ដីទាក់ទងនឹងការអប់រំស្ដីការគ្រប់គ្រងសាលារៀន SPM សាលារៀនដែលមានទិដ្ឋភាពសាលារៀនដែលមានប្រសិទ្ធភាពត្រូវបានធ្វើតាមស្តង់ដារ9គឺស្ដីការវិទ្យាសាស្ត្រសហគមន៍សាលារៀន SS សាលារៀនដែលមានប្រសិទ្ធភាពត្រូវបំពេញស្តង់ដារ5យ៉ាងដូចខាងក្រោមស្តង់ដារទី1សាលារៀនមានដំណើរការសម្រាប់ផលសម្រាប់ការអប់រំនិងការសិក្សារបស់សិស្សស្តង់ដារទី2សាលារៀនមានដំណើរការសម្រាប់ការរៀននិងបង្រៀនស្តង់ដារទី3ភាពជាម្ចាស់របស់សហគមន៍ស្តង់ដារទី4ដំណើរការប្រតិបត្តិនិងរដ្ឋបាលសាលារៀនស្តង់ដារទី5គណនេយ្យភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចំពោះទី3វិធីសាស្ត្រស្រាវជ្រាវវិស័យការស្រាវជ្រាវដើម្បីឆ្លើយតបនឹងសំណួរស្រាវជ្រាវទាំងនេះអ្នកស្រាវជ្រាវបានជ្រើសរើសយកវិធីសាស្ត្រស្រាវជ្រាវតាមបែបគុណវិស័យដែលត្រូវការទិន្នន័យទាំងជាអក្សររូបភាពនិងឯកសារផ្ទុះតាមនានាដើម្បីជំនួយដល់ការវិភាគបញ្ហាអនុវត្តកិច្ចការងារសាលារៀនការរៀបចំសកម្មភាពប្រតិបត្តិការអភិវឌ្ឍផែនការអនុវត្តនិងឧបករណ៍តាមដាននិងការវាយតម្លៃលទ្ធផលការងារអភិវឌ្ឍវិទ្យាសាស្ត្រសហគមន៍សាលារៀនការយកសំណាក់គឺសរុបទាំងអស់គឺមាន129នាក់វិធីសាស្ត្រជ្រើសរើសសំណាក់ការសិក្សាស្រាវជ្រាវនេះបានប្រើប្រាស់វិធីសាស្ត្រជ្រើសរើសសំណាក់បែបគោលដៅសម្រាប់ធ្វើការជ្រើសរើសសំណាក់ដើម្បីចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះសំណាក់ទាំងនេះនឹងជួយផ្ដល់នូវទិន្នន័យសំខាន់ៗទាក់ទងទៅនឹងបញ្ហានិងគោលបំណងនៃការសិក្សាស្រាវជ្រាវដោយផ្ដោតលើបប្រតិបត្តិលើការពិសោធន៍នៃការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនជាចម្បងសាស្ត្រប្រមូលទិន្នន័យស្ដីក្នុងការប្រមូលទិន្នន័យលើចំណុចសំខាន់ចំនួន2មានដូច1ករណីអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបុគ្គល2នឹងការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបន្តតែសិក្សាស្រាវជ្រាវទិន្នន័យទាំងពីរប្រភេទគឺ1ទិន្នន័យបឋមprimary data និង2ទិន្នន័យដែលមានស្រាប់ការវិភាគទិន្នន័យនៃការសិក្សាស្រាវជ្រាវត្រូវបានយកមកសិក្សាវិភាគយ៉ាងលម្អិតដើម្បីជាទុនក្នុងការឆ្លើយតបទៅនឹងសំណួរស្រាវជ្រាវព័ត៌មាននិងទិន្នន័យដែលប្រមូលទាំងអស់ត្រូវបានសរសេរឡើងយ៉ាងលម្អិតនិងជាកូដដើម្បីតម្រៀបតាមក្រុមនិងខ្លឹមសារនីមួយៗជាពិសេសការសិក្សាស្រាវជ្រាវនេះបានធ្វើវិភាគទិន្នន័យតាមរយៈការវិភាគពាក្យសម្ដីរូបភាពជាក់ស្ដែងឯកសារនិងខ្លឹមសារនីមួយៗត្រូវបានយកមកប្រើប្រាស់ក្នុងវិភាគទិន្នន័យការសិក្សាស្រាវជ្រាវនេះបាទសូមជម្រាបសួរខ្ញុំបាទឈ្មោះហែមសច្ចាជានិស្សិតចំនួនទី1នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសូមដល់បកស្រាយនៅចម្ពោះទី4បន្តពីសមាជិកក្រុមរបស់ខ្ញុំបាទចម្ពោះទី4លទ្ធផលសិក្សាស្រាវជ្រាវតើបទ 4.1 តើបទពិសោធន៍នៃការអនុវត្តកិច្ចការយុទ្ធសាស្ត្រសហគមន៍សាលារៀនរបស់អ្នកសិក្សានីមួយៗមានលក្ខណៈយ៉ាងដូចម្តេចតើមេរៀនបទពិសោធន៍ការអនុវត្តកិច្ចការយុទ្ធសាស្ត្រសហគមន៍សាលារៀនដោយផ្ដោតលើភាពបរាជ័យនិងមេរៀនបទពិសោធន៍ដែលអ្នកសិក្សាបានអនុវត្តកន្លងមកមានអ្វីខ្លះ 4.1.1 បទពិសោធន៍ជាមេរៀនបរាជ័យនិងកំហុសអ្វីខ្លះដូច្នេះនៅក្នុងនេះគឺបានដកស្រង់ចេញជា8បាទទី1គឺបទពិសោធន៍ជាមេរៀនគឺភាពបរាជ័យអ្វីដែលបានរៀនពីវាជាអនុសាសន៍បាទបទពិសោធន៍នេះគឺជាសកម្មភាពបន្ត
តែមានចំនួន5បន្តទៀតបាទ 4.1.1.2 បាទនេះគឺជាឋានភាពសាលារៀនដែលសាលារៀនមិនទាន់បានចូលទៅរៀននៅក្នុងបង្កើនគុណវុឌ្ឍិគណៈគ្រប់គ្រងនៃការអប់រំបាទខាងនោះគឺជាខ្លឹមទ្វារនៃសាលាវិទ្យាល័យហ៊ុនសែនកម្រហើយនេះគឺជាសកម្មភាពរបស់សិស្សានុសិស្សដែលជួយសម្អាតនៅការឡាយអប់រំយុវជននិងកីឡាកាលពីបាទនេះគឺជាលទ្ធផលសិក្សាមុនពេលមករៀនកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនបាទនៅក្នុងនេះគឺសម្រាប់វិទ្យាល័យអនុវិទ្យាល័យទាំង5របស់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់កាឡាយអប់រំយុវជននិងកីឡាស្រែចម្ការបាទនេះគឺជាលទ្ធផលឆ្នាំ 2023-24 របស់សាលាបឋមសិក្សាគោលដៅទាំង6និងសាលាក្រៅគោលដៅទាំង7 4.1.2 តើឧត្តមវិទ្យានុវត្តតូចដែលអ្នកសិក្សាមានមោទកភាពក្នុងការអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនមានអ្វីខ្លះបាទឧត្តមវិទ្យានុវត្តតូចធំនានាឧត្តមវិទ្យានុវត្ត1ការធ្វើតេស្តស្តង់ដារ2ផែនការសិស្ស3ផែនការគ្រូបង្រៀន3ឆ្នាំ1ឆ្នាំនិង3ខែទី4គណៈគ្រប់គ្រងគណៈកម្មការថ្នាក់រៀននិងសាលារៀនទី5លទ្ធផលវិសា ABC កើនឡើង6ការគ្រប់គ្រងរបស់សហគមន៍កើនឡើង7សាលារៀនគ្រប់គ្រងទិន្នន័យសាលារៀនតាមប្រព័ន្ធ8សាលាបានទទួលមូលនិធិបង្កើត9នាយកនាយិកាគ្រូបង្រៀនចូលរៀនក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនសមិទ្ធផលដែលទទួលបានបាទគឺនៅក្នុងចំណុចខាងនេះគឺជាអមរវត្តហើយនៅត្រង់មួយនេះគឺជាលទ្ធផលសិក្សាលទ្ធផលដែលទទួលបានបាទនៅក្នុងរូបភាពខាងលើគឺជាឋានភាពសាលារៀនបន្ទាប់ពីរៀនកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនបាទគឺយើងមានការចូលរួមពីសហគមន៍ពីអង្គការដៃគូនានាការធ្វើតេស្តអាគារមួយខ្នងដែលស្ថិតនៅសាលាអនុវិទ្យាល័យជើងទៀនដែលទទួលផលជះពីគម្រោងយុទ្ធសាស្ត្រសហគមន៍សាលារៀនការចែករំលែកដល់សិស្សដែលមានចំណាត់ថ្នាក់ល្អបាទការចូលរួមប្រជុំផ្សព្វផ្សាយរបស់ថ្នាក់ក្រសួងមន្ទីរការិយាល័យដល់សាលាគោលដៅនៅបឋមសិក្សានិងការរៀបចំសិស្សនៅសាលាវិទ្យាល័យការរៀនកុំព្យូទ័រនៅម៉ោងសិក្សានិងក្រៅម៉ោងសិក្សានិងការទទួលបានសមិទ្ធផលអាគារមួយខ្នងពីសប្បុរសជននិងសហគមន៍ដែលលទ្ធផលសិក្សារបស់សិស្សបន្ទាប់ពីរៀនកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងបាទសាលាគោលដៅនេះគឺជាសាលាគោលដៅដែលស្ថិតនៅក្នុងស្រុកចង្កែវគឺមានវិទ្យាល័យ1អនុវិទ្យាល័យ1បឋមសិក្សាចំនួន6និងមត្តេយ្យចំនួន1បាទសម្រាប់លទ្ធផលសិក្សារបស់សិស្សមួយនេះដែរគឺជាសាលាក្រៅគោលដៅបាទមានវិទ្យាល័យ1អនុវិទ្យាល័យ2បឋមសិក្សាចំនួន6និងមត្តេយ្យសិក្សាចំនួន1នេះគឺជាថវិកាចូលរួមរបស់សហគមន៍បន្ទាប់ពីយើងរៀនកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនដោយយើងផ្ដោតទៅលើ3ឆ្នាំចុងក្រោយគឺក្នុងឆ្នាំ2022 2023 2024តែថវិការដ្ឋគឺមានរហូតដល់2053លាន595,740រៀលគាត់ហើយសម្រាប់សហគមន៍គឺទទួលបានរហូតដល់103លាន410,000រៀលគាត់អង្គការដៃគូទទួលបាន20លាន476,500រៀលគាត់បាទបើយើងជាសរុបគឺស្មើនឹង2,361លាន770,740រៀលគាត់បាទនេះគឺជាករណីអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនជាបណ្ដាញនៅក្នុងស្រុកចង្កែវទាំងមូលគឺយើងទទួលបានការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យភ្នំពេញគឺសរុបមាន26នាក់សម្រាប់គណៈគ្រប់គ្រងនៃយុទ្ធសាស្ត្រសហគមន៍សាលារៀនបាទពិន្ទុស្តង់ដារសាលារៀនមានប្រសិទ្ធភាពសាលាគោលដៅគឺយើងសំដៅទៅលើសាលាគោលដៅមានវិទ្យាល័យ1អនុវិទ្យាល័យ1បឋមចំនួន6និងមត្តេយ្យសិក្សាចំនួន1រយៈពេល3ឆ្នាំចុងក្រោយគឺឆ្នាំ2021 22 22 23និង23 24បាទនេះគឺជាបន្ទុកស្តង់ដារសាលារៀនមានប្រសិទ្ធភាពគឺសាលាក្រៅគោលដៅបាទសាលាក្រៅគោលដៅទាំងអស់គឺមានចំនួន10
ដោយយើងផ្ដោតទៅលើ3ឆ្នាំចុងក្រោយដោយសាលាគោលដៅដែរបាទរដ្ឋផលសិក្សារបស់សិស្សកើនឡើងផ្នែកមួយទាំងខាងនេះគឺសម្រាប់សាលាគោលដៅទាំង9ហើយនៅផ្នែកខាងនេះគឺជាសាលាការគោលដៅទាំង10លទ្ធផលការអនុវត្តកំណែតម្រង់សាលារៀនគឺយើងមានចំនួនទាំងអស់7កគឺតារាងស្វ័យវិតម្លៃការអនុវត្តកិច្ចការតេស្តស្តង់ដារកម្រិតសាលារៀនសម្រាប់ផ្នែកខាងនេះគឺជាសាលាគោលដៅនិងសាលាក្រៅគោលដៅបាទចំណុចខតារាងស្វ័យវិតម្លៃការអនុវត្តកិច្ចការផែនការសាលាផែនការរៀនសូត្រឆ្នាំរបស់សិស្សផែនការបង្រៀនរបស់គ្រូនិងផែនការសាលារៀនសម្រាប់សាលាគោលដៅនិងសម្រាប់សាលាក្រៅគោលដៅតារាងស្វ័យវិតម្លៃការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងថ្នាក់រៀននិងសាលារៀនសម្រាប់សាលាគោលដៅនិងសាលាក្រៅគោលដៅតារាងស្វ័យវិតម្លៃការសិក្សាការធ្វើកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំរបស់គ្រូបង្រៀនគណៈគ្រប់គ្រងសាលារៀនរបស់សាលាគោលដៅទាំង9និងសាលាក្រៅគោលដៅទាំង10តារាងស្វ័យវិតម្លៃការប្រជុំពិនិត្យតាមដានប្រចាំខែដឹកនាំដោយនាយកនិងត្រីមាសដឹកនាំដោយកោកសសម្រាប់សាលាគោលដៅនិងសាលាក្រៅគោលដៅតារាងស្វ័យវិតម្លៃការបោះឆ្នោតជ្រើសរើសនិងដំណើរការក្រុមប្រឹក្សាសិស្សថ្នាក់រៀននិងសាលារៀនរបស់សាលាគោលដៅទាំង9និងសាលាក្រៅគោលដៅទាំង10តារាងស្វ័យវិតម្លៃការជួយសិស្សរងអំពើហិង្សាសិស្សមានបញ្ហាភ្នែកនិងត្រចៀកគណៈគ្រប់គ្រងការគ្រប់គ្រងក្រុមមហន្តរាយដោយសាស្ត្រចិត្តទៅនឹងសកម្មភាពរៀនជាគម្រោងស្រាវជ្រាវរបស់សាលាក្រៅគោលដៅសាលាគោលដៅទាំង9និងសាលាក្រៅគោលដៅទាំង10ចូលតារាងស្វ័យវិតម្លៃការជួយសិស្សរៀនយឺតនិងការរៀនលឿនរបស់សាលាគោលដៅទាំង9ហើយនិងសាលាក្រៅគោលដៅទាំង10នៅក្នុងស្រុកចំការចំពុក5សេចក្តីសន្និដ្ឋាននិងអនុសាសន៍សេចក្តីសន្និដ្ឋានផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនេះបានបង្ហាញពីឧត្តមមានវត្តការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀនរបស់ការិយាល័យអប់រំយុវជននិងកីឡាស្រុកចំការលើការជួយសម្របសម្រួលការងារដល់សាលារៀនចំនួន17អ្វីដែលគួរឲ្យកត់សម្គាល់សាលារៀនទាំងនេះបានបង្ហាញពីលទ្ធផលនៃការអនុវត្តកិច្ចការយុទ្ធសាស្ត្រសហគមន៍សាលារៀនដែលសម្របសម្រួលដោយមន្ទីរនិងការិយាល័យអប់រំយុវជននិងកីឡាមានទាំងភាពជោគជ័យនិងបរាជ័យជាពិសេសផ្ដោតស្ថានភាពសាលារៀនលើលទ្ធផលការសិក្សារបស់សិស្សនិងការចូលរួមរបស់សហគមន៍មុននិងក្រោយមកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀនជាលទ្ធផលបានបង្ហាញឲ្យឃើញថាសាលារៀនទាំងនោះមានការប្រែប្រួលជាវិជ្ជមានទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តអគារសិក្សាពីខ្នងលទ្ធផលសិក្សារបស់សិស្សTA0 2ស្មើនឹង 0.56 នេះគឺជាការបង្ហាញរបស់នៅសាលាវិទ្យាល័យហ៊ុនសែនចំការនិងការចូលរួមរបស់សហគមន៍ដែលមានថវិកាសរុប103,410,000រៀលគាត់យ៉ាងពិតប្រាកដមែនអនុសាសន៍ការសិក្សាស្រាវជ្រាវកម្រិតអនុវត្តគឺយើងមាន4កម្រិតទី1គឺអ្នកបង្កើតគោលនយោបាយទី2មន្ទីរនិងការិយាល័យអប់រំទី3សាលារៀននិងសហគមន៍ទី4អនុសាសន៍ការស្រាវជ្រាវបន្តចំពោះទី6អេក្សាយោគឺមានចំនួន8ទី1យុទ្ធសាស្ត្របញ្ញករដំណាក់កាលទី1គោលនយោបាយអប់រំផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ2024-2028វិធីសាស្ត្រនៃការស្រាវជ្រាវសៀវភៅយុទ្ធសាស្ត្រសហគមន៍សាលារៀន SCS សៀវភៅណែនាំប្រតិបត្តិស្ដីពីការគ្រប់គ្រងសាលារៀន SDM ថវិកាតាមសាលាក្នុងអំឡុងឆ្នាំសិក្សា3ឆ្នាំចុងក្រោយពិន្ទុស្តង់ដារតាមសាលារៀន3ឆ្នាំចុងក្រោយចំពោះទី7ឧបសម្ព័ន្ធនេះគឺយើងបង្ហាញពីការចូលរួមរៀនផ្ទាល់តាមរយៈអនឡាញទាំងប្រជុំនិងការប្រជុំប្រចាំតំបន់ប្រចាំខេត្តហើយនិងប្រចាំស្រុកនិងការចូលរួមរៀនផ្ទាល់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសកម្មភាពការផ្ដល់ថវិកាសន្សំរបស់សិស្សនៅសាលាអនុវិទ្យាល័យសម្រាប់និយោហ៊ុនសែនចំការដែលរៀនចប់ថ្នាក់ទី9
ការជូនការផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅតាមសាលារៀនទូទាំងស្រុងនេះគឺជាតារាងលទ្ធផលដែលសម្រេចបានក្នុងរយៈពេល3ឆ្នាំចុងក្រោយរបស់តាមសាលារៀននីមួយៗនៅក្នុងស្រុកចំការបាទសកម្មភាពទាំងអស់នេះគឺជាការចូលរួមប្រជុំដើម្បីជ្រើសរើសគណៈកម្មការសាលារៀនការរៀនកុំព្យូទ័រការធ្វើតែងការផ្ដល់អាហារូបករណ៍ដល់សិស្សការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចពីសប្បុរសជនការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀននីមួយៗបាទការផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសមត្ថភាពនិងការកសាងខ្លងទ្វារនៅសាលាអនុវិទ្យាល័យគោកស្ពាននេះគឺជាសមិទ្ធផលនានាដែលយើងទទួលបាននៅក្នុងអំឡុងពេលដែលយើងសិក្សានៅសាកលវិទ្យាល័យភ្នំពេញមានការចូលរួមពីសប្បុរសជននៅក្រៅប្រទេសនិងក្នុងប្រទេសដើម្បីទទួលបានអគារសិក្សាមួយក្នុងនៅសាលាវិទ្យាល័យថ្មីនិងការចូលរួមរបស់សហគមន៍ផ្ដល់ជាកង្ហារនិងជួយឧបត្ថម្ភថវិកាដើម្បីសាងសង់របងសាលារៀននេះគឺជាការចូលរួមរបស់កងកម្លាំងរបស់ព្រះសង្ឃរបស់អង្គការដៃគូការដកនាំចំណីនៅក្នុងសាលារៀនដែលយើងគិតគូរទៅលើសុវត្ថិភាពជាចម្បងការផ្ដល់ថវិកាសាងសង់របងនៅតាមសាលារៀនដែលអនុវត្តគម្រោងយុទ្ធសាស្ត្រសហគមន៍សាលារៀននិងការចូលរួមប្រជុំផ្សព្វផ្សាយពីគម្រោងរបស់សហគមន៍ជាមួយនឹងសាលារៀនបាទនេះគឺជាសកម្មភាពដែលក្រុមការងារថ្នាក់ខេត្តនិងថ្នាក់ស្រុកចុះជួយសាលាកោដៅនៅក្នុងស្រុករួមទាំងមានការចាប់ពីតម្លៃពីក្រុមហ៊ុនឯករាជ្យរបស់គម្រោងការបង្កើតក្រុម Telegram ដើម្បីទំនាក់ទំនងការងារនិងការបង្កើត link ដើម្បីប្រមូលព័ត៌មានពីសាលាគោលដៅនិងសាលាក្រៅគោលដៅបាទសូមអរគុណ